ហើយសួស្តីអ្នកទាំងអស់គ្នាចឹងថ្ងៃនេះខ្ញុំសូមចែករំលែកពីរបៀបក្នុងការ config MPLS សូមតើ config OSPF over MPLS link អញ្ចឹងនៅក្នុងហ្នឹង scenario របស់យើងគឺយើងមាន3FortiGate គឺ FortiGate ទី1វានៅភ្នំពេញ HQ FortiGate ទី2គឺនៅពោធិ៍សាត់FortiGate ទី3គឺនៅសៀមរាបអញ្ចឹងគោលបំណងដែលយើង config OSPI នៅលើ MPLS link ហ្នឹងគឺគោលដៅគឺមានតែមួយទេគឺឲ្យសាខានៅពោធិ៍សាត់ហើយនិងសាខានៅសៀមរាបគាត់អាច access ចូល server ប្រើប្រាស់ resource Synology របស់យើងបានអានេះគ្រាន់តែជា demo ទេតាមពិតបើសិនជា Synology ជាក់ស្ដែងយើងអាច config Synology Try Client អញ្ចឹងវាអាច access បាន anywhere អានេះឧបមាថាជា data critical ឬក៏ system មួយចុះដើម្បីឲ្យសាខាទាំងពីរហ្នឹងយើងអាច access ចូល system ឬក៏ចូល file ប្រើប្រាស់ file នៅលើ FortiGate HQ បានអញ្ចឹងថតជាធម្មតាគឺអឺភាគច្រើន link គេប្រើគឺ3គឺទី1 DPLC link ទី2 MPLS link និងទី3 VPLS link អញ្ចឹងអា link ទាំង3ហ្នឹងសិតតែ scenario គេប្រើដើម្បី access resource នៅក្នុង HQ អញ្ចឹងណាហើយមូលហេតុអីបានគេអត់ប្រើ VPN បើសិនជានៅក្នុង local យើងគិតថាបើសិនជាប្រើ VPN យើងអាច access ចូលមក system នៅក្នុង local នេះគឺវាអាច slow ជាជាងយើងរត់ខ្សែlatency ហើយនឹង jitter វាគឺវា ping មកគឺវាមានថាវាលឿនណាវាអត់ lag data ទេអូខេអញ្ចឹងយើង start ទាំងអស់គ្នាអឺអញ្ចឹងទី1គឺខ្ញុំ config FortiGate access internet សិនបន្ទាប់មកបានខ្ញុំ config OSPF ណាអញ្ចឹងយើងទៅកាន់ lab យើងទាំងអស់គ្នាអញ្ចឹងយើង back មកកន្លែង GNS3 វិញគឺទី1 port ទី1គឺយើង connect ទៅ WAN ហើយ port ទី2គឺយើង connect ទៅMPLS link អញ្ចឹងបងប្អូនឆ្ងល់ហើយមិនក៏អឺMPLS នេះហេតុអីក៏យើងរត់តែ online តាម ISP អញ្ចឹងធម្មតាដើម្បីឲ្យយើង link ទាំងអស់ហ្នឹងស្គាល់គ្នាបានគឺយើងត្រូវអាចកាត់តាម ISP យើងអត់អាចកាត់តាម EasyCom ផងកាត់តាម Mekong ផងទេអញ្ចឹងមានន័យថាcentralize កន្លែងនេះហ្នឹងគឺវាអត់អាច communicate គ្នាបានទេអញ្ចឹងតើទៅនឹង WAN បើសិនជា MPLS link គឺយើង specify តែមួយទេ ISP គឺអត់អាចប្រើប្រាស់មិនបានទេគឺប្រើតែមួយទេតែបើសិនជាសម្រាប់ WAN access FortiGate យើងអាចប្រើ online ក៏បានប្រើ EasyCom ក៏បាននិងប្រើ Mekong ក៏បានអញ្ចឹងបញ្ជាក់ម្ដងទៀតគឺយើងមាន IP នេះនៅឲ្យឆ្ងល់ហេតុអីក៏ subnet តែមួយហេតុអីក៏ដាក់ពីISP 3ផ្សេងគ្នាដោយសារខ្ញុំអត់ចង់បែក router នៅលើនេះវាមានភាពញ៉ៃញ៉ៃអញ្ចឹងណាអញ្ចឹងយើងឧបកិច្ចថាហ្នឹងគឺជា ISP ផ្សេងគ្នាចុះអូខេអញ្ចឹងយើងទៅកាន់ lab ទាំងអស់គ្នាអញ្ចឹង scenario របស់យើងគឺមាន IP WAN IP MPLS បន្ទាប់មកនឹង LAN អញ្ចឹងគោលដៅយើងគឺឲ្យសាយពោធិ៍សាត់ហើយនិងសាយសៀមរាបគាត់អាច access file server នេះនៅក្នុងHQ ឥឡូវយើងកាន់ទៅ web ទាំងអស់គ្នាអញ្ចឹង GNS3 វាមាន2 version វាមានទាំង desktop វាមានទាំង web អូខេអញ្ចឹង step ទី1ខ្ញុំចុច web console web console web console ដែរចឹង IP របស់យើង forget ទី1គឺកតុយ 1.66 ណា system interface យើង report នាំ command can value ចង់ភ្លេចអ្នកនរនេះ report នាំ sorry
one nhộm end dẫn về chạp port này hết sys interface bit port mode set mode static set IP rồi copy rồi học mấy chọn mode chọn offset mode thì chữ số set IP ý chọn rồi mấy chọn mode chọn offset mode we have just set allow access https ping in tập máy trong màu forget forget cái mối forget TP thế forget TP cứ sign the process nhưng đã password bị mất nè in the fact it not set mode static set IP copy cho rồi nó cũng vậy cho nối cho box tính sắp đặt đi hai kém cho đi hai kém cho đi hai kém cho xấu set set http https pin and cho một căn fortiget thì mấy dương thua được như mình ra đó cứ step ra đấy khi dương thua luôn config system interface depart set mode static set IP mode IP rồi nói cho mối cho top 7 cho IP quen mà nhớ cứ mày cũng cứ mua cho học số 7 subnet phi hai em cho phi hai em cho phi hai em cho sau set allow access https pin and ok giờ cần fortiget bao giờ ở nhé trong thu ca minimize sẵn mà cho tin mà chuyện mỗi chuyện phải mình để học cái sốc sốc bài cho nhưng mà configនៅក្នុង FortiGate XU មកខ្ញុំធ្វើការដូរ hostname ដាក់ FortiGate HQ អញ្ចឹង scenario របស់យើងទី1គឺ config Palo Alto ទាំងអស់ហ្នឹងឲ្យឡើង internet សិនណាហើយចាំយើងធ្វើ config OSPI តាមក្រោយអូខេ
តោះមកខ្ញុំចូល interface យើងធ្វើការ command name port ទី1គឺ port WAN យក WAN អូខេបន្ទាប់មកយើង assign IP island នៅ HQ គឺ rank 10អ្នកទាំងអស់គ្នា LAN មួយការ2 700 10.6/24 យើងមកឡូ HTTPS ping DHCP server អូខេបន្ទាប់ពីយើងធ្វើ assign IP ហើយយើងទៅ config route static route gateway របស់វា192.168.1.2 ដោយសារតែនៅក្នុង VMware អា gateway របស់ NAT ហ្នឹងគឺ 192.168.1.2 អ្នកនរគ្នាវាមិនមែន .1.1 ទេណាបើពេលយើងដាក់ NAT បានយើងអាច access អ៊ីនធឺណិតបាននឹង brick តែខ្ញុំយក NAT អូខេខ្ញុំ assign WAN ហើយបន្ទាប់មកយើងធ្វើ policy access អ៊ីនធឺណិត policy firewall policy ចេញ load មក policy set internet incoming port គឺ port LAN outgoing គឺ port WAN source ខ្ញុំយក all destination ខ្ញុំយក all service ខ្ញុំយក accept យើងបើក NAT ត្រូវហើយអូខេបន្ទាប់មកយើងតេស្តទាំងអស់គ្នាតើ FortiGate ទី1វាឡើងអ៊ីនធឺណិតបានហើយខ្ញុំធ្វើការ back មកកាន់ FortiGate ទី1 admin secure ping 8.8.8 អូខេអញ្ចឹង FortiGate ទី1យើងស្គាល់អ៊ីនធឺណិតហើយអញ្ចឹងមកយើងមក config FortiGate ទី2គឺនៅសាយពោធិ៍សាត់យក laptop ខ្ញុំទៅ set hostname ណា sorry FortiGate ពោធិ៍សាត់បន្ទាប់មកយើងចូល interface យើងទៅកែ port name port ទី1នោះគឺជា port WAN យើងដាក់ WAN role គឺ WAN ហើយបន្ទាប់មកយើងចូលមក assign port LAN អញ្ចឹង port LAN នៅពោធិ៍សាត់សាយគឺមាន RAM 20ដកនឹងសាកសិន RAM 20 ATP 192.168.1.24 អូខេបន្ទាប់មកយើងទៅធ្វើ route static route ត្រាទេមិញណាត់192.1.2 interface គឺ interface WAN អូខេបន្ទាប់មកយើងធ្វើ policy ដដែល WAN policy គឺ add policy access internet internet incoming គឺ port LAN outgoing គឺ port WAN
Sao em giờ on giờ on giờ ok chẳng phần năng tế dân xa màu FortiGate TP dân thôi ca console biết FortiGate TP vậy thế FortiGate POSAT dân thôi ca execute ping biết nếu FortiGate TP bao giờ cái lại internet rồi đá nên nạp nếu chẳng dư mà can FortiGate TP 7 chẳng FortiGate TP 7 IP LAN cứ mở cái phí mà không phải xám chạy mũi làm tay buồn FortiGate sim riệp interface nhưng mà cái interface đó quen giờ xài IP ở interface LAN FortiGateคือ port LAN bạn nói đã LAN bên đấy nè cái này đại IP mở cái phí cho mà phải cho sáng cho mỗi lần phải muốn TCP server ok và tôi mới dùng tới thường start được ảo tapi mỗi mỗi cho phí phát vốn network policy firewall policy là xong cái này incoming port LAN I will import LAN source here on it ok cho như mà sao mà can phần 6 ta vì tạch ping tới internet này chủ ping để truyền lại hay trong FortiGate 7 nó cứ dân ai access ban internet ban được 7 ấy chứ step top dương phương mạch chẳng dương mà mơ nấu ở dương tạo nhất chứ step top tiếp cứ dương assign IP IMP link của top mới dương thôi ca config OSPF routing protocol top bắt thôi ca config policy ok chẳng dương cho một can firewall team môi tạo nhất từ XU đến chẳng dương mà mơ âm phía alien nó không scenario bao dương đấy cứ âm phía alien cứ mà rồi ba mà rồi chạy hà muối hay là sai tí pí mà rồi chạy hà pí đằng sai tí bấy mà rồi chạy hà sập bày nhưng nó chẳng bao giờ lắm ok tôi bao nhiêu châu interface port TP nhưng không nít port TP cái chữ port âm phía alien nhưng mưa đồng nhiệt khánh không chẳng y zero nó cứ forty mỗi y mỗi nó cứ forty pi hay y pi nó cứ forty bảy y nó cứ đầm nang là ethernet á ok tôi lập màu web bây giờ với thế nhưng mà sign port edit port âm phi link rối trong như là IP xong một đòn tiết mà rối cho hai sập mùi
ហើយកាយពី100.100.51/24អញ្ចឹងខ្ញុំមកឡូវ ping HTTPS តែបើជាក់ស្ដែងអ្នកទាំងអស់គ្នា HTTPS នេះមិនចាំបាច់ allow ទេណាដោយសារហ្នឹងជា private link របស់យើង allow តែ ping បានហើយមិនថាអត់អាចឲ្យគាត់ access FortiGate របស់យើងទៅតាម MPLS link នេះបានទេតែជាក់ស្ដែងអានេះជា lab demo ខ្ញុំ enable HTTPS ចុះណាតែបើសិនជា scenario ជាក់ស្ដែងអ្នកទាំងអស់គ្នាដាក់តែ ping មួយបានហើយឬនឹង ASA អញ្ចឹងណាសម្រាប់ remote command មើលអូខេDHCP អូខេអត់ទេអត់ឡើយនេះអត់ផ្សិត DHCP ព្រោះជា IP static mode អូខេខ្ញុំចុចអូខេបន្ទាប់ពី assign IP មកយើងទៅ config OSPF protocol អញ្ចឹង router ID router ID នេះគឺ FortiGate AQ ខ្ញុំដាក់ 1.1.1 1.1.1.1 សម្រាប់ area ខ្ញុំយក area 00ណាបន្ទាប់មក network កន្លែង network នេះគឺយើង advertise មានថាបើសិនជាយើងនៅក្នុងនេះយើងចង់ advertise អា LAN យើងនេះrank 10 rank 10 rank 5 rank 6ឲ្យទៅ score FortiGate AQ FortiGate POSAT FortiGate site នៅលើកន្លែង network នេះយើងត្រូវ add វាដើម្បីឲ្យវាធ្វើការ advertise network របស់វាទៅ network ផ្សេងមានថាអាចឲ្យ LAN ទាំងអស់ហ្នឹងអាចស្គាល់មកកាន់ FortiGate នេះទាំងអស់ណាឧទាហរណ៍ rank 10.1/24 50/1/24 អាចស្គាល់មកកាន់នេះបានតែជាក់ស្ដែង scenario របស់យើងកន្លែងនេះគឺមានតែ LAN ទេអូខេហើយមួយទៀតយើងក៏ធ្វើការ advertise យើងធ្វើការ add IP របស់យើងនៅលើនេះគឺជា IP MPLS link របស់យើងណាដើម្បីបើយើងអត់ advertise កន្លែងហ្នឹងគឺOSPF នេះវាអត់ស្គាល់ IP ហ្នឹងគឺយើងធ្វើការ ping នេះគឺស្គាល់តែ OSPF វាអត់ដំណើរការទេកន្លែងហ្នឹងគឺយើងត្រូវការ add OSPF IP address របស់យើងចូលទៅក្នុង network នឹងដែរអូខេអញ្ចឹងខ្ញុំយក area 00ដដែលអញ្ចឹងរបស់យើងនៅក្នុងនេះrank 100យើងដាក់ /24 ណាអ្នកទាំងអស់គ្នាអាចដាក់ /29 ក៏បានដែរដើម្បី specify កុំឲ្យថាយើង add មួយ rank IP ហ្នឹងគឺច្រើនពេកអញ្ចឹងយើងអាចដាក់ /29 ក៏បាន /24 ក៏បានហើយបើយើងដាក់ /29 វា available មាន 4 IP ដែលប្រើបានណាអត់ដឹងថានិយាយខុសទៅ4 IP យើងអាចទៅមើល check មើល IP calculate បានណាអូខេអញ្ចឹងខ្ញុំដាក់ /24 ហ្មងទៅកុំឲ្យញ៉ៃណាតែជាក់ស្ដែងអ្នកនរគ្នាអាច customize subnet បានយើងឲ្យ available តែ4ឬក៏3 IP បានទេណា192.168.100.0/24សិនឡើយនេះអ្នកទាំងអស់គ្នា config interface loopback យើងអាច add interface loopback បានណាតែ router ដូចFortiGate តែ3ឯងខ្ញុំអត់ចាំបាច់ធ្វើការ add នេះទេ loopback interface នេះណាតោះមិនធ្វើការ add មួយទៀតគឺIP address របស់ LAN របស់យើងគឺ 192.168.10.0/24 តោះមកយើងធ្វើការ add interface ចឹង interface ហ្នឹងយើងចេញតាមណាណាMPLS interface យើងចេញតាម port ទី2គឺ port ស្អី IDM លោតមកដែរ MPLS ណាគឺចេញតាម port ទី2ហើយ IP គឺយើងដាក់ any ហើយ hello interval នេះគឺខ្ញុំដាក់ duration របស់វាខ្ញុំដាក់10សេកង់ហើយ date interval ខ្ញុំយក40សេកង់ណាបន្ទាប់មកខ្ញុំធ្វើការ apply បន្ទាប់ពី apply ហើយខ្ញុំធ្វើការ config policy អញ្ចឹង policy ឡើងនេះ2កន្លែងនេះគឺយើងធ្វើ2ទី1 traffic MPLS in និង traffic MPLS out គេថា traffic ចេញនិង traffic ចូលណាហើយធ្វើ traffic MPLS traffic in អញ្ចឹងវាចូលតាមណាវាចូលតាម MPLS link ហ្នឹងគឺ port ទី2ហើយចូលទៅ port LAN source
source គឺយើងយក all ទៅយើងអាច specify ក៏បានដែរមានអ្នកនរគ្នាចង់ឲ្យស្គាល់ឲ្យចង់ឲ្យតែ source អា20និង30 access ទៅហ្នឹងគឺយើង specify source មកណាហើយ destination បើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យអា destination source ទាំងអស់នេះមានថាបើសិនជា rank EQ នេះមាន LAN 5 LAN 6 LAN 7អញ្ចឹងអ្នកទាំងអស់គ្នាចង់ឲ្យអា LAN 20និង LAN 30ស្គាល់ទាំង LAN 10ទាំង LAN 5ទាំង LAN 6អញ្ចឹងអ្នកទាំងអស់គ្នាកន្លែងនេះ destination យើងដាក់ all ណាតែបើសិនជាអ្នកទាំងអស់គ្នាឲ្យចង់ស្គាល់តែ rank 10ទេដែលជា rank server គឺយើងអាច add តែ rank server បានហើយតែជាធម្មតាគឺគេឲ្យស្គាល់ទាំងអស់ហើយដោយសារអីគឺ secure ហ្នឹងហើយណាsecure infrastructure របស់គេគេឲ្យស្គាល់អស់ទេអញ្ចឹងយើងកន្លែងនេះយើងដាក់ destination ឲ្យស្គាល់តែមួយយើង add address មកដាក់MPLS LAN IP address 192.168.10.0/24ខ្ញុំ touch service ខ្ញុំយក all ណាតកន្លែងនេះគឺយើងអត់ enable ទេអូខេខ្ញុំយកអូខេបន្ទាប់មកកន្លែងនេះខ្ញុំយកទៅ clone ហ្មងទៅកុំឲ្យយូរការclone ទៅណា clone river ហើយខ្ញុំដាក់ MPLS traffic out ខ្ញុំធ្វើការ edit វាអញ្ចឹងសោះអ្នកទាំងអស់គ្នាដូចខ្ញុំនិយាយមកអញ្ចឹងបើសិនជាយើងឲ្យចង់ឲ្យតាសោះតាមួយ rank នេះស្គាល់ rank មួយនេះនិង rank មួយនេះអ្នកទាំងអស់គ្នាសោះយើងអាច specify តែបើអត់ទេអ្នកទាំងអស់គ្នាចង់ថាមាន rank 50-60ទៀតអាចឲ្យស្គាល់ LAN ពោធិ៍សាត់និងស្គាល់ LAN សៀមរាបយើងអាច add បានកន្លែងសោះកន្លែងនេះខ្ញុំយក all ណាសោះកន្លែងនេះខ្ញុំយក all destination ខ្ញុំយក all ដែរតែជាក់ស្ដែងយើងអាច specify បានណា allow ត LAN 10អាច access ទៅ LAN 20និង LAN 30ណាហើយនេះខ្ញុំយក all បន្ទាប់មកខ្ញុំចុច complete enable this policy ហើយចុច OK បន្ទាប់មកខ្ញុំយក by screen ខ្ញុំទាញអា policy access internet នេះចុះមកក្រោមអូខេចឹងនៅទី1យើងធ្វើប៉ុណ្ណឹងយើងចូលមកកាន់ FortiGate ទី2ខ្ញុំសុំមើលnetwork OSPI ខ្លាចស្អីអត់ជាប់អូខេជាប់ហើយអត់អីទេ admin ចឹងធ្វើការ assign IP ឲ្យ interface LAN អូយជឹកអូបាត់ទឹកបន្តិចចឹង interface ដាក់ MPLS link role LAN អូខេ IP ខ្ញុំ assign ចឹង IP FortiGate ទី2ប៉ុន្មានMPLS វិញគឺ 100.52 ណា/24100 TTPS នឹង ping ចុចអូខេបន្តមកទៀតយើងធ្វើអីបន្តទៀតបន្ទាប់ពី assign IP MPLS link ហើយគឺយើង config OSPI លើ routing ណាអញ្ចឹងយើងមកចូល OSPI មកrouter ID លេខនេះខ្ញុំយក 2.2.2.2 អ្នកនរគ្នាដាក់បានដែរអាហ្នឹងសម្គាល់router ID របស់ FortiGate មួយអញ្ចឹងណាហើយ area គឺយើងឲ្យយក area 00ដូចគ្នាដដែលបន្ទាប់មក network យើងធ្វើដូចលើកមុនអញ្ចឹង00ហើយLAN network របស់ LAN សាខានៅខាងពោធិ៍សាត់គឺ20ណាអញ្ចឹងយើងធ្វើការ add មក
យើងធ្វើការadd អំពី link IP សិន192.168.100.0/24ត្រូវទេ100អូខេ100 RAM 100 MPLS គឺត្រូវហើយតោះមកខ្ញុំធ្វើការ add LAN IP របស់យើងរៀងយើង00ដែរ192.168.20.0/24អញ្ចឹងយើងមើលបងប្អូនគ្នា LAN របស់យើង LAN ទូរស័ព្ទ20អូខេត្រូវហើយចុចអូខេមកបន្ទាប់មកយើងធ្វើការ create interface MPLS interface កន្លែងនេះយើងយក MPLS link IP អានេះដដែលhello interval 10 second delete interval 30 second បន្ទាប់មកយើងធ្វើការ apply បន្ទាប់ពី apply មកយើងទៅ config policy យើងចូល policy firewall policy ធ្វើដូចមិនអញ្ចឹងអ្នកនរនេះគេ add MPLS traffic in ចូលតាម port MPLS វាត្រូវចូលទៅកាន់ port LAN សោះយើងយក all destination ខ្ញុំ specify ដដែល destination កន្លែងនេះគឺឲ្យស្គាល់តែ LAN 21ទេណាអញ្ចឹងយើង add មកចុច address sorry គេ add address MPLS LAN 192.168.20.0/24 destination យក MPLS LAN បន្ទាប់មក NAT disable ដដែលចុចអូខេអត់ស្វីចយក all ចុចអូខេបន្ទាប់មកខ្ញុំធ្វើការ clone អ្នកនរនេះធ្វើការ clone MPLS clone reverse MPLS traffic and apply ធ្វើការ edit មកអញ្ចឹងសោះកន្លែងនេះខ្ញុំយកសោះ all destination យក all ដូចគ្នាមកមានថាសោះ LAN យើងទៅណាក៏បានដែរសំទោសសោះរបស់យើងមាន RAM ប្រមាណឲ្យទៅទាំងអស់ destination ដាក់ all មានន័យថាយើងដាក់ all អញ្ចឹងទៅវាអាច access មកLAN នេះអាច access មកMPLS LAN ខាងនេះណាយើង specify menu មួយវាយូរអញ្ចឹងយើងដាក់ all ទៅឲ្យវារត់ auto ខ្លួនវាណាខ្ញុំចុចអូខេចុចបាយ screen ខ្ញុំទាញ policy internet access ចុះកន្លែងនេះខ្ញុំទៅ start ណាទៅហើយSynology ឲ្យសិនហើយ start Windows 8របស់ខ្ញុំដែរ start ដូចគ្នាហើយចាំយើងទៅ config policy នៅលើ MPLS នៅលើ FortiGate ទី3ខ្ញុំ start ទៅហើយអញ្ចឹងមូលហេតុដែលខ្ញុំអត់ start Windows 10ដោយសារខ្ញុំ ភ្លេច password ហើយណាមួយ resource ខ្ញុំអត់គ្រប់ទេ resource computer ខ្ញុំដោយសាររហូតដល់ខ្ញុំធ្វើនៅធ្វើ lab ខ្ញុំធ្វើនៅកន្លែងធ្វើការដោយសារ RAM នៅកន្លែងហ្នឹងធំហើយ CPU ក៏ធំដែរហើយបើ record វីដេអូនៅផ្ទះណាភាសាយើងអត់អាច record វីដេអូនៅក្នុងធ្វើការបានទេអូខេបន្ទាប់មកយើងចូលមកកាន់ FortiGate ទី3របស់យើងធ្វើដូចគ្នាមិនដដែលអ្នកនរគ្នា admin assign IP config OSPF និង config policy អូខេចឹងចូលមកកាន់ interface មក interface ទី2
Ampere S link Pro ខ្ញុំយកនេះទៅ IP Ampere S link នៅសាខាសៀមរាបគឺ 100.53 192.53/24 DCP យើងអត់ enable ទេឆែកមើលបងទៀតត្រូវអូខេត្រូវហើយតោះមកយើងមក config OSPF ចុះ router ID កន្លែងនេះខ្ញុំដាក់ 3.3.3 ណា 3.3.3 អរិយយើងយក00ដដែល network advertise គឺ MPLS link របស់យើង 192.168.1.0/24 ធម្មតាបើសិនជាយើង MPLS link លេខនេះបើសិនជាយើងISP គាត់ឲ្យយើងមកគាត់មាន subnet របស់គាត់ដែរមានថាបើសិនជាមាន4គាត់ customize subnet ទៅឲ្យតែ4 IP ទេបើ3គាត់ customize ឲ្យ3អញ្ចឹងណាអូខេadd LAN យកយើងចូលរៀល00 LAN មកខ្ញុំត្រូវការ 2.168.30.0/24 ខ្ញុំបាយផ្សារចាយើងមើលត្រូវអត់ LAN របស់យើងគឺ30ណាអូខេបន្ទាប់មកយើងធ្វើការ add interface interface ចឹង interface វាចេញតាម MPLS នេះIP នេះតើណាកន្លែងនេះដាក់10 interval ដាក់40ចុច OK តបមកយើងចុចធ្វើការ apply អូខេបន្ទាប់ពីប៉ុណ្ណឹងហើយយើងទៅ check មើល router របស់យើងfirewall យើងអស់គ្នាតើវាមាន learn neighbor OSPF បានណាអូខេអញ្ចឹងពីកន្លែងនេះget router info OSPF neighbor ខ្ញុំធ្វើតែនៅលើsorry សុំតែនៅលើ XQ មុនសុំមើលម្ដងទៀតភ្លេច get router info OSPF neighbor router info OSPF GABORអញ្ចឹងrouter របស់យើងបឋាយគឺវាស្គាល់ហើយមានន័យថានៅកន្លែងនេះចូលម្ដងទៀតrouter របស់យើង router ID XQ 1.1.1 ហើយ router នៅពោធិ៍សាត់ 2.2.2 អ្នកនរគ្នានេះឥឡូវយើងទៅមើលអូខេ router អ្នកនរគ្នាឃើញ router ID 1.1 អញ្ចឹងយើងមកមើលនៅពោធិ៍សាត់យើងមកមើលនៅពោធិ៍សាត់ហើយមើលនៅសៀមរាបណាតើណា network OSPF អញ្ចឹងនេះ router ID នៅពោធិ៍សាត់ 2.2.2 ហើយ router នៅ router ID នៅសៀមរាបហ្នឹងគឺ 3.3.3 ហើយអញ្ចឹងយើងមក back មើលកន្លែងនេះអូខេគឺវា learn បានត្រឹមត្រូវហើយអញ្ចឹងយើង check មួយទៀតគឺមានន័យថា check វា learn ពី LAN IP LAN របស់ FortiGate ពោធិ៍សាត់និង FortiGate សៀមរាបបានអត់មានថាកន្លែងហ្នឹងពេលខ្លះទូ learn បានស្រាប់តែយើងភ្លេច add IP LAN ឲ្យវាធ្វើការ advertise អ្នកនរគ្នាឆ្ងល់ទេOSPF ដំណើរការហេតុអីក៏វា ping ទៅ IP LAN អត់ស្គាល់ណាអញ្ចឹងយើងធ្វើការឆែកទាំងអស់គ្នា command នេះគឺ get router info routing table OSPF get router info routing table OSPF អញ្ចឹងវា learn បានទេអ្នកនរគ្នា learn បាន IP LAN នៅពោធិ៍សាត់សាយនិង XQ សាយមានថាពោធិ៍សាត់សាយយើង
LAN គឺ20គឺធំទៅហើយ LAN នៅសៀមរាបផ្សាយ LAN 30ក៏ត្រឹមត្រូវដែរអញ្ចឹងយើងមកវាយ comment check FortiGate ទី2និង FortiGate ទី3 admin get router info OS SPF SPF neighbor ហ៎ click neighbor មួយអ្នកនរគ្នា get router info OSPF neighbor GABOR អញ្ចឹង router នេះ router នៅពោធិ៍សាត់ខ្សែវា learn បាន router ID គឺ 1.1 របស់យើងគឺនៅ XQ 3.3.3 គឺនៅខាងសៀមរាបផ្សាយនេះសៀមរាបផ្សាយ 3.3.3 ហើយនៅលើ FortiGate XQ របស់យើងគឺ 1.1.1 ណាអញ្ចឹងយើងទៅ verify មួយទៀត verify ទៅលើនេះFortiGate នៅលើខ្សែសៀមរាបណាចាយើងត្រឡប់ទៅទាំងអស់គ្នាហើយខ្ញុំ check មួយទៀតcheck LAN advertise វាស្គាល់ LAN ទាំងពីរហ្នឹងអត់ណាrouting table OSPF អញ្ចឹងគឺវាស្គាល់ LAN 10គឺនៅខាង XQ ហើយ LAN 30ហ្នឹង LAN 30ហ្នឹងគឺវានៅខាងសៀមរាបណាអញ្ចឹងពោធិ៍សាត់វាស្គាល់ហើយអញ្ចឹង LAN ទី3ធ្វើការស្មើcomment តិច get router info OSPF neighbor GABOR អញ្ចឹង router នេះវាធ្វើការស្គាល់ដូចគ្នាស្គាល់ router neighbor នៅពោធិ៍សាត់គឺ 2.2.2 ហើយនៅ XQ គឺ 1.1.1 អញ្ចឹងយើង check IP LAN មួយទៀតហើយវាស្គាល់ IP LAN អត់ info routing table OSPF អញ្ចឹងគឺវាស្គាល់អ្នកនរគ្នានេះ LAN 10ហ្នឹងគឺវានៅ LAN 10នេះគឺវានៅ XQ LAN 20គឺវានៅពោធិ៍សាត់ណាអូខេបន្ទាប់មកយើងធ្វើការទៅ ping ទាំងអស់គ្នាទៅ ping LAN ទៅ LAN ទៅវាស្គាល់អត់ណាយើងចូល GNS ring អញ្ចឹងសូមធ្វើការ check IP cmd IP config 20.2 ហើយយើងទៅមើល IP Synology របស់យើងគឺ 10.2 ណាអញ្ចឹងយើង ping ទៅកាន់ 10.2 ស្គាល់ 192.168.10.2 ស្គាល់អ្នកនរគ្នាអញ្ចឹងយើងសាក access ទៅ Synology តាម web ក៏បានតាមនេះក៏បានដែរដោយសារ data ហ្នឹងគឺខ្ញុំអត់មាន share អីទេណាយើងធ្វើការវាយ 192.10.2/port 5001 port default HTTPS Control Z 2មកទៀត HTTPS អញ្ចឹងមានន័យថាscenario ដែលយើង config នេះគឺវាបាន success អ្នកទាំងអស់គ្នាគឺទៅតាម scenario របស់យើងនេះគឺយើងឲ្យ LAN ពោធិ៍សាត់និង LAN សៀមរាបនេះអាច access មកកាន់ resource server របស់យើងដើម្បីប្រើប្រាស់ server អញ្ចឹងណាអញ្ចឹងជាក់ស្ដែងនៅលក្ខខណ្ឌនេះគឺ Windows 8របស់យើងគឺនៅសាខាពោធិ៍សាត់ដែលមាន RAM 20ហើយអាច ping ទៅកាន់ RAM 10បានណា
អញ្ចឹងវាស្គាល់អញ្ចឹងscenario មួយនេះគឺវាដំណើរការត្រូវហើយពី LAN ពោធិ៍សាត់ទៅ Xcube ណាអូខេអញ្ចឹងយើងធ្វើការ ping 192.168.10.2 ping ម្ដងទៀតណាវាស្គាល់អ្នកនរគ្នាអញ្ចឹងខ្ញុំមកធ្វើការconsole លើ web មួយទៀត console PC នេះខ្ញុំ start មកធ្វើការ console វា sorry web console IP DHCP អញ្ចឹងIP នៅ LAN ខាងមេគង្គនេះមាន rank 30.2 អញ្ចឹងយើងធ្វើការ ping ពី LAN មិញ LAN ពោធិ៍សាត់ ping ទៅកាន់ LAN XQ ស្គាល់ហើយអញ្ចឹងយើងសាក ping ទៅកាន់ LAN នៅខាងសៀមរាបម្ដងណា30.2ធ្វើការ ping មក ping 102.108.30.2 ស្គាល់អត់អ្នកនរនេះខ្ញុំធ្វើការ ping ពីនោះមកវិញ 10.2 ធ្វើការ ping ពីដោយសារយើងប្រើ VMware អឺអត់នៅប្រើនៅ custom នៅក្នុង GNSC ទាំងអស់ទេមានថាយើងខ្ចី virtual machine យកមកប្រើពេលខ្លះវាដើរអត់ smooth ទេអញ្ចឹងខ្ញុំមកធ្វើការ ping 192.168ខ្ញុំធ្វើការ LAN នេះខ្ញុំធ្វើការ ping មក LAN HQ មួយសិនតែមិនស្គាល់អត់10.2 time out អូខេ time out ខ្ញុំសុំមានថាវាអត់ស្គាល់ទេping ទៅកាន់20.2អត់ស្គាល់ដែរអូមូលហេតុអីយើងទៅមើលទាំងអស់គ្នាអញ្ចឹងខ្ញុំសុំ ping ពីអឺពី WAN ពី LAN ទៅ LAN ទៅទៀតណាចុច30.2អត់ស្គាល់ទេកន្លែងហ្នឹងវាអាចនៅមើលទៅកន្លែងpolicy របស់យើងចូល Microsoft Edge ចូល policy LAN នេះ advertise ត្រូវ20អូខេសុំដល់ថ្មតិចហើយអញ្ចឹងយើងទៅមើល policy របស់យើងវា advertise គ្នាស្គាល់តែវាអត់យើង ping អត់បានអាចតើតើលេង policy ខ្ញុំទៅសុំមើល policy សិន policy in យើងមក policy in មើលទាំង in មើលទាំង out ចឹងអាវ MPLS ចេញកន្លែងនេះអ្នកទាំងអស់គ្នាខ្ញុំមានអារម្មណ៍ថាខ្ញុំដាក់ច្រឡំ MPLS អាវគឺមិនមែនអាវ going នេះខ្ញុំធ្វើខុសកន្លែងនេះអាវ going នេះគឺតាមពិតអាវ going ត្រូវតែអ្នកនរគ្នា Hotland អាវ going MPLS MPLS អាវសុំមើលមួយទៀត LAN ចេញទៅតាម MPLS អូខេត្រូវយកមកមើល in វិញ
កន្លែងនេះខ្ញុំអាច add IP ច្រឡំខ្ញុំអាច add rank ច្រឡំអញ្ចឹងណាកន្លែងនេះខ្ញុំធ្វើការដាក់ all សិនកន្លែងសាកដាក់ all សិនអូខេតោះពីដាក់ all យើងធ្វើការ ping ម្ដងទៀត ping ទៅ 20.2 ម្ដងទៀតping អត់ស្គាល់ទេតែយើង ping ទៅខាងនោះស្គាល់អញ្ចឹងយើងមកឆែកមើល router ទី3គឺ FortiGate ទី3អូខេខ្ញុំសុំមើល advertise ត្រូវហើយអ្នកនរគ្នា router ID 00 MPLS link វាបញ្ហាគឺវានៅ policy ដោយសារវា learn គ្នាស្គាល់ policy ដែលនេះខ្ញុំធ្វើអត់មាន traffic in traffic out តាមពិតខ្ញុំធ្វើហើយតែ save អត់ជាប់អូខេចឹងយើងធ្វើម្ដងទៀតណា MPLS traffic in ឆ្លងមិនទៅ save មិនក៏អត់ចូលយើងភ្លេចធ្វើ policy MPLS traffic in incoming គឺចូល MPLS ចូលទៅ port LAN source address source ខ្ញុំ create តែ LAN មួយទេ MPLS LAN subnet 128.30.0/24 MPLS LAN sorry កន្លែងនេះ source ខ្ញុំយក all destination ខ្ញុំយកមិញហ្នឹង MPLS LAN switch ខ្ញុំយក all NAT ខ្ញុំ disable អូខេតោះមកខ្ញុំ reverse policy ម្ដងទៀតMPLS traffic ចឹង port LAN ចេញទៅតាម MPLS source ខ្ញុំយក source all address all ដូចគ្នា animal policy មិញកន្លែងហ្នឹងអ្នកនរគ្នាបានយើង network យើង ping គ្នាស្គាល់អូខេខ្ញុំមកកែ FortiGate ទី2របស់ខ្ញុំ policy in ខ្ញុំយក all ខ្ញុំ destination ខ្ញុំយក MPLS LAN ដែរអូខេបន្តមកយើងទៅធ្វើការ ping ម្ដងទៀតតែស្គាល់នៅអូខេអញ្ចឹងស្គាល់អ្នកនរគ្នាគឺពី client ខាងនេះពីឥឡូវយើង test សិនយើង test ពីមេគង្គទៅសិនណាមេគង្គ ping ទៅពូសាត់មួយតើស្គាល់អត់អញ្ចឹង IP នៅពូសាត់គឺ IP Windows 8នេះគឺ 192.168 សិនចេញមក IP នៅពូសាត់គឺ 20.2 ចឹងយើងធ្វើការ ping ទៅ IP នៅពូសាត់ 2.168.20.2 អូខេស្គាល់បន្ទាប់ពីស្គាល់ហើយយើងធ្វើការ ping មកកាន់ IP នៅខាង HQ គឺ IP server របស់យើងអញ្ចឹង IP server របស់យើងគឺ DSM គឺ 10.2 ណាតោះយើងធ្វើការ ping ម្ដងទៀត ping 192.168.10.2 ស្គាល់អត់អ្នកនរគ្នាពេលស្គាល់អញ្ចឹងពី IP នៅពោធិ៍សាត់ ping
សំទោសsize នៃ sim rip ping មកពោធិ៍សាត់ស្គាល់ ping ទៅ EQ ស្គាល់អញ្ចឹងយើងមកកាត់ ping ទៅកាន់ពោធិ៍សាត់នេះទៅកាន់sim rip និង EQ ម្ដងទៀតតើស្គាល់អត់ណាអញ្ចឹងមុនហ្នឹងយើង ping ទៅ sim rip នៅ EQ វាស្គាល់ហើយយើងសុំ ping ម្ដងទៀត1 2 3 4 ស្គាល់តទៅស្គាល់មកយើងធ្វើការ ping មួយទៀតគឺ ping access មកកាន់ LAN នៅ Siem Reap ណា ping 192.168.30.2 អញ្ចឹងអ្នកទាំងអស់គ្នាស្គាល់ហើយអញ្ចឹងមានន័យថា lab មួយនេះយើង config គឺ successful ហើយមានន័យថាយើងភ្លេចដាក់ policy នៅក្នុង config policy នៅក្នុង FortiGate ទី3អញ្ចឹងធ្វើឲ្យ FortiGate ទី2តែនៅខាងពោធិ៍សាត់នេះ ping មក EQ ស្គាល់ដល់ ping ទៅនេះអត់ស្គាល់ហើយអានេះ ping មកពោធិ៍សាត់ក៏ស្គាល់ ping ទៅ EQ ក៏ស្គាល់ដោយសារយើងធ្វើការខ្វះនៅ policy អញ្ចឹង lab ថ្ងៃហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេសារមិញចង់ភាំងខ្លួនឯងដែរអញ្ចឹងសូមអរគុណអ្នកទាំងអស់នេះហើយសូមជម្រាបលា